សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះគឺខ្ញុំមកបរៀនបងប្អូនអរគ្នារបៀបភ្ជាប់ MacBook ផុនយើងជាមួយនឹង monitor ដើម្បីអាចភ្ជាប់ MacBook ជាមួយ monitor បានគឺបងប្អូនអរគ្នាត្រូវមានកម្មវិធីមួយអញ្ចឹងកម្មវិធីហ្នឹងគឺមានឈ្មោះថា Amphetamine បងប្អូនអរគ្នាកម្មវិធីហ្នឹងរបៀបដូចជាថ្នាំងុយដេកអញ្ចឹងបងប្អូនអរគ្នាហើយបន្តិចទៀតហ្នឹងគឺខ្ញុំនឹងអនុវត្តឲ្យបងប្អូនអរគ្នាបានមើលហើយដើម្បីអាចភ្ជាប់ទៅ monitor បានហ្នឹងគឺបងប្អូនអរគ្នាត្រូវមានខ្សែ HDMI មក Type C បងប្អូននេះទើបយើងអាចភ្ជាប់បានហើយបើសិនជាបងប្អូនអរគ្នាអត់មានកម្មវិធី Amphetamine ហ្នឹងទេគឺបងប្អូនអរគ្នាអាចភ្ជាប់បានប៉ុន្តែពេលដែលយើង flip MacBook គឺវាអត់លុតដែរអញ្ចឹងណាបើសិនជាបងប្អូនមានកម្មវិធីហ្នឹងគឺយើងអាច flip អេក្រង់ឬក៏យើងផ្កាប់អេក្រង់ទៅយើងអាចប្រើបានធម្មតាហើយវាស្រួលជាងយើងប្រើអេក្រង់2បងប្អូនឥឡូវកុំឲ្យខាត់ពេលយូរយើងចូលទៅទស្សនាទាំងអស់គ្នាមកអ្នកទាំងអស់គ្នាឥឡូវខ្ញុំមានខ្សែនេះមួយហើយខ្សែនេះ HD ទៅ Type C ហើយកម្រិតវាបញ្ជូនរូប 4K បងប្អូនអរគ្នាហើយតម្លៃវាគឺ$7ការខ្ញុំទិញតែឥឡូវយើងធ្វើការភ្ជាប់ទាំងអស់គ្នាមកmonitor ខ្ញុំនេះគឺជា monitor MSI អ្នកទាំងអស់គ្នាឥឡូវខ្ញុំយកវ៉ាន់ខ្ញុំចេញសិនអូខេអ្នកទាំងអស់គ្នាឥឡូវខ្ញុំដោតHDMI ខ្ញុំចូល monitor ហើយឥឡូវហ្នឹងគឺយើងដោតមកនៅលើ MacBook ផងយើងមកអូខេអ្នកទាំងអស់គ្នាឥឡូវវាបានចូលហើយនេះបងប្អូននេះអញ្ចឹងយើងអាចប្រើអេក្រង់2ចេះបានបើសិនជាយើងអត់មានកម្មវិធី Amphetamine ហ្នឹងប៉ុន្តែគ្រាន់តែប្រកាប់ចេះគឺវាលុតហ្មងបងប្អូននេះតោះតែយើងត្រូវការកម្មវិធីជំនួយមួយអញ្ចឹងឥឡូវខ្ញុំធ្វើការបើកកម្មវិធី Amphetamine ហ្នឹងមកនេះបងប្អូននេះនិយាយទៅពេលដែលយើងបើកកម្មវិធីហ្នឹងហើយគឺយើងអាចប្រើជាមួយ monitor បានអញ្ចឹងទោះបីជាយើងផ្កាប់ MacBook មិនក៏ដោយក៏យើងអាចនៅតែប្រើបាននៅលើ monitor យ៉ាងដែរអូខេអ្នកទាំងអស់នេះអញ្ចឹងខ្ញុំធ្វើការបើកសិនបងប្អូនចុច like នេះមកអូខេអ្នកទាំងអស់នេះអញ្ចឹងពេលដែលខ្ញុំផ្កាប់ MacBook ទៅក៏អត់អីដែរជាមួយខ្ញុំសាក់ផ្កាប់អញ្ចឹងគឺពេលដែលខ្ញុំផ្កាប់ទៅគឺ monitor ខ្ញុំគឺប្រើបានធម្មតាវាងាយស្រួលក្នុងការយើងមិនបាច់ខិតទៅខិតមកបងប្អូននេះហ្នឹងហើយបងប្អូននេះឥឡូវខ្ញុំបានភ្ជាប់ MacBook ខ្ញុំចូលទៅកាន់ monitor អញ្ចឹងបន្ទាប់ពីខ្ញុំបើកកម្មវិធី Amphetamine ហ្នឹងមកគឺយើងអាចបិទ monitor គឺយើងអាចបិទជាមួយ MacBook យើងបានហើយយើងប្រើតា monitor មួយមកបានហើយអញ្ចឹងបើសិនជាបងប្អូនអរគ្នាប្រើ MacBook ផង monitor ផងខ្ញុំមានអារម្មណ៍ថាគឺវាពិបាកចុចបើសិនចេះគឺងាយស្រួលទោះបីជាយើងអស់ម៉ៅមកឆ្វេងស្ដាំក៏វាអត់ចេញក្រៅដែរអញ្ចឹងយើងងាយស្រួលក្នុងការ design ឬក៏យើងងាយស្រួលក្នុងការកាត់តវីដេអូអញ្ចឹងមកហើយបើសិនជាយើងចង់បិទវិញគ្រាន់តែយើងចុចកន្លែងនេះមកគឺវាបិទហើយអញ្ចឹងគឺងាយស្រួលទេប៉ុន្តែពេលដែលយើងបិទកម្មវិធី Amphetamine ហ្នឹងចោលគឺ monitor ហ្នឹងគឺវា flip ដែរអញ្ចឹងណាបងប្អូនហ្នឹងហើយបងប្អូននេះអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនអរគ្នាមានសំណួរឬក៏មានចម្ងល់អីអាច comment នៅក្នុងក្រុមវីដេអូខ្ញុំបានហ្នឹងហើយអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ